រៀនអានកំណាព្យនៅតែមិនរៀងរឿងពីប្រេងព្រឹត្តបណ្ឌិតថ្លាថ្លែងក្តីសោកសង្រេងតែងជួបប្រទះសពសត្វក្នុងលោកកសន្និវាសជួបតែវិនាសប្រទះតែព្រួយម្លឹងហើយមិនព្រមចោះញោមអ្នកណាកិលេសតណ្ហាឆ្ងាញ់ផ្អែមរលួយកុសលមិនសាងបន់ឲ្យព្រះជួយឥតគិតភ័យព្រួយថ្ងៃមួយមរណាពេលឈឺម្ដងភ័យអើយសែនភ័យជារារាល់ថ្ងៃឥតគិតអនិច្ចាប្រាថ្នាតែឆ្ងាញ់បំពេញតណ្ហាឥតធัวមេត្តាប្រាថ្នាខ្ពង់ខ្ពស់វត្តឥតរៀនសូត្របាត់បង់ធัวអាកោឡាបឥតផ្កាបាត់បង់សម្រស់ប្រព្រឹត្តទុច្ចរិតបាត់បង់កិត្តិយសកាន់ធัวសប្បុរសពិតរស់មានន័យរទេះឥតកង់បាត់បង់ខ្លឹមសារទុកឥតច្រវាបាត់បង់សេរីបបចិត្តឥតខ្មាស់បាត់បង់វិន័យសិលឥតខន្តីបាត់អស់គុណធម៌សូមជួននៅកំណាព្យទី2ឥតសិលក្រហមចិត្តភ្លឺលឺមាត់សំសិលតែមាត់រអិលចេញពីដំណេកយប់មិញយល់សពភ្លេចចាក់កន្ទុយលេខរវល់តែដេកភ្លេចចាក់ខ្ទង់ខ្សែក្រហមចិត្តភ្លឺលឺមាត់សំសិលភ្លឺភ្លៀងរអិលអ្នកខលកុំក្បែរក្រៃឡើងច្រើនណាស់នៅតាមភ្លឺស្រែខ្ញុំពុំហ៊ានក្បែរគ្រាន់តែប្រើគេក្រហមចិត្តភ្លឺលឺមាត់សំសិលកុំមាត់រអិលតាមទីមកាហ្វេពេលពេញមួយព្រឹករលឹកដើមគេគ្មានពេលទំនេររៀនទេធัวអាថ្ងៃសិលម្សិលមិញឃើញចេញពីវត្តពលថានៃហត់មាត់ធុំសុរារឿងនេះគូស្លុតស្រយុតចិន្តាយកមកកត់ទេវតាពាក់ទៅអវិជ័យកំណាព្យនេះដកស្រង់ចេញពីសៀវភៅប្រជុំកំណាព្យ101សពទានាងធម្មទានាងជានេតិធម្មទានរមែងឈ្នះអស់ទានទាំងពួងសូមអនុមោទនា